តាអ្វីទៅជាចេតនាសម្ដីសម្ដេចតេជោដែលចាត់ទុកកងទ័ពខ្មែរបានពលីជីវិតតាំងពីថ្ងៃដែលកងទ័ពថៃចាប់ខ្លួនតើជាសម្ដីមិនខ្វាយខ្វល់នឹងគិតគូរលើវីរៈកងទ័ពខ្មែរទាំង18រូបមែនឬនៅថ្ងៃទី31ខែធ្នូឆ្នាំ2025ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ2025បើទោះបីជាប្រជាជាតិយើងបន្តក្រសោបអោបជាប់ដើមទ្រូងដោយរឿងរ៉ាវមិនរីករាយជាច្រើនជាពិសេសបញ្ហាទល់ដែនជាមួយប្រទេសថៃប៉ុន្តែរាជខ្មែរទូទាំងនគររួមទាំងឈាមជ័រខ្មែររស់នៅបណ្ដាប្រទេសនានាផងក៏កំពុងត្រេកអរក្រៃលែងជាមួយនឹងក្រុមគ្រួសារវីរៈកងទ័ពខ្មែររបស់យើងទាំង18រូបត្រូវបានថៃដោះលែងត្រឡប់មកវិញវីរៈកងទ័ពខ្មែរ18រូបក្នុងចំណោម20រូប2រូបដោះលែងថ្ងៃទី1ខែសីហាត្រូវបានកងទ័ពថៃប្រើល្បិចដ៏អាក្រក់ហៅចាប់ដៃហើយប្រើកំភ្លើងព្យុងចាប់ខ្លួននាព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2025ជាវេលាក្រោយពេលដែលប្រទេសទាំងពីរបានព្រមព្រៀងអនុវត្តបទឈប់បាញ់ជាមួយគ្នារួចទៅហើយកាលពីពេលនោះកម្ពុជានិងថៃបានព្រមព្រៀងអនុវត្តការឈប់នៅម៉ោង12យប់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ក្រោយពេលការចាប់ខ្លួនវីរៈកងទ័ពកម្ពុជានេះទៅរាជរដ្ឋាភិបាលកម្ពុជាបានតម្កល់តម្លៃអាយុជីវិតរបស់វីរៈកងទ័ពខ្មែរដែលកងទ័ពថៃចាប់ខ្លួនគឺខ្ពស់បំផុតហើយបានប្រឹងប្រែងគ្រប់លទ្ធភាពមានការចរចាផ្ទាល់ជាមួយថៃជាមួយមេដឹកនាំប្រទេសនានានិងអង្គការអន្តរជាតិផងដែរទាមទារឲ្យថៃដោះលែងវីរៈកងទ័ពខ្មែររបស់យើងត្រឡប់មកវិញដើម្បីរក្សាជីវិតវីរៈកងទ័ពខ្មែររាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរបានអត់ធ្មត់ជាខ្លាំងសម្បីតែការផ្សាយនៅល្បិចកិច្ចកលដ៏អាក្រក់របស់កងទ័ពថៃពាក់ព័ន្ធនឹងការចាប់ខ្លួនវីរៈកងទ័ពខ្មែរនេះក៏ត្រូវរដ្ឋបិទលើការផ្សាយផងដែរទីបំផុតការទន្ទឹងរង់ចាំដ៏សែនឈឺចាប់និងសង្កត់ចិត្តដ៏ខ្លាំងក្លារយៈពេល155ថ្ងៃឬ5ខែបានឈានមកដល់វីរៈកងទ័ពខ្មែរ18នាក់ចុងក្រោយទទួលបានសិទ្ធិសេរីភាពចេញពីក្រញាំនៃការឃុំឃាំងដ៏អាក្រក់និងពឹសពលរបស់កងទ័ពថៃការវិលត្រឡប់នៃវីរៈកងទ័ពខ្មែរមិនត្រឹមតែជាក្តីរីករាយរំភើបញាប់ញ័ររបស់ក្រុមគ្រួសារនិងសាច់ញាតិនោះទេតែជារីករាយរំភើបញាប់ញ័ររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងប្រជាជាតិខ្មែរមានឈាមជ័ររួមគ្នាទាំងមូលផងដែរជាមួយការទទួលបានវីរៈកងទ័ពខ្មែរទាំង18រូបត្រឡប់មកវិញប្រកបដោយក្តីរីករាយនេះខ្ញុំបាទសូមទាញអារម្មណ៍បងប្អូនខ្មែរត្រឡប់ទៅក្រោយវិញបន្តិចគឺត្រឡប់ទៅរំលឹកប្រសាសន៍សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបើកអនុសម្វេជ្ជៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33សម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាវីរៈកងទ័ពទាំង18រូបត្រូវបានសម្ដេចចាត់ទុកថាបានពលីតាំងពីថ្ងៃដំបូងដែលកងទ័ពថៃប្រើល្បិចដ៏ពឹសពលចាប់យកទៅម្លេះប្រសាសន៍របស់សម្ដេចតេជោអាចមានអ្នកយល់ពីចេតនាតែក៏មានអ្នកមិនយល់ពីចេតនានៃប្រសាសន៍សម្ដេចដែរគ្រាន់តែដឹងថាប្រសាសន៍នោះបង្កប់នូវអត្ថន័យជ្រាលជ្រៅណាស់ពាក់ព័ន្ធនឹងជោគវាសនានិងអាយុជីវិតរបស់វីរៈកងទ័ពខ្មែរទាំង18រូបប្រសាសន៍នេះបើក្រៅពីសម្ដេចតេជោក៏ប្រហែលគ្មានមេដឹកនាំរូបណាហ៊ានពោលឡើងនោះដែរព្រោះស្ដាប់ទៅហាក់បង្ហាញពីខ្វះនៅមនោសញ្ចេតនានិងខ្វះនៅទំនួលខុសត្រូវនិងកិត្តគូលើជោគវាសនារបស់វីរៈកងទ័ពខ្មែរដែលកងទ័ពថៃចាប់ខ្លួនពិតជាដូច្នេះមែនអ្នកនយោបាយប្រឆាំងក្រៅប្រទេសរួមទាំងអ្នកផ្សព្វផ្សាយព័ត៌មានដែលតែងតែវាយប្រហារលើសម្ដេចតេជោហ៊ុនសែនផងនោះពិតជាបានប្រឹងប្រែងប្រើវោហារស័ព្ទរបស់ពួកគេវាយប្រហារយ៉ាងខ្លាំងក្លាលើសម្ដេចតេជោដោយចោទប្រកាន់ប្រសាសន៍សម្ដេចតេជោនោះជាការមិនទទួលខុសត្រូវមិនអាណិតអាសូរមិនគិតគូរមិនផ្ដល់តម្លៃលើអាយុជីវិតរបស់វីរៈកងទ័ពខ្មែរដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួនទៅនោះសម្ដេចតេជោហ៊ុនសែនជាមេដឹកនាំមួយរូបដែលផ្ដើមជីវិតចេញពីអ្នកតស៊ូក្នុងព្រៃជាកូនទាហានតូចតាចរហូតដល់ក្លាយជាមេទាហានហើយក្លាយទៅជាមេដឹកនាំប្រទេសតើសម្ដេចតេជោហ៊ុនសែនអាចទទួលបានការគ្រប់គ្រងនិងការគោរពដែរទេបើសម្ដេចជាមេដឹកនាំជាមេទាហានខ្វះការគិតគូរលើយុទ្ធមិត្តឬកូនទាហាននោះសម្ដេចតេជោហ៊ុនសែនមិនត្រឹមតែជាមេដឹកនាំដែលមានមនោសញ្ចេតនាស្នេហាជ្រាលជ្រៅចំពោះជាតិនិងប្រជាជនប៉ុណ្ណោះទេតែសម្ដេចតេជោក៏ជាអតីតមេទ័ពជាយុទ្ធជនមួយរូបដែលទទួលបានការគោរពស្រឡាញ់ពីយុទ្ធមិត្តនិងកូនទាហាននៅក្រោមបង្គាប់យ៉ាងជ្រាលជ្រៅបំផុតការគោរពស្រឡាញ់នោះក៏ព្រោះតែក្តីមេត្តាការយកអាសាការអាណិតស្រឡាញ់
នឹងការគិតគូរដ៏ជ្រាលជ្រៅរបស់សម្ដេចចំពោះសុខទុក្ខការលំបាកទាំងឡាយរបស់យុទ្ធមិត្តរួមអាវុធនិងកូនតាហ៊ានក្រោមអាវ៉ាតផុសតាងជាក់ស្ដែងមួយដែលបង្ហាញថាសម្ដេចតេជោជាមេដឹកនាំមួយរូបមិនដែលបំភ្លេចរាល់ពលិកម្មរបស់យុវជននោះក្នុងសង្គ្រាមតស៊ូរំដោះជាតិមាតុភូមិចេញពីរបបខ្មែរក្រហមមានយុទ្ធជនខ្មែរជាច្រើនបានពលីលើសមរភូមិក្នុងនោះយុទ្ធជនខ្មែរ49រូបត្រូវបានពលីហើយបញ្ចុះសពលើទឹកដីប្រទេសវៀតណាមរហូតដល់ទៅ45ឆ្នាំក៏ព្រោះតែរកសាច់ញាតិមិនឃើញបន្ទាប់ពីកម្ពុជាសានត្រានបើទោះបីមានរយៈពេល45ឆ្នាំទៅហើយក្តីក៏សម្ដេចតេជោមិនបានបំភ្លេចនៅគុណូបការៈរបស់យុវជនទាំងនោះដែរសម្ដេចបានចាត់ចែងឲ្យសាងសង់មហាចេតិយនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ហើយបាននាំយកអតិថិយុវជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង49រូបមកបញ្ចុះនៅលើទឹកដីកម្ពុជានេះជាភស្តុតាងមួយបង្ហាញថាសម្ដេចតេជោជាមេដឹកនាំជាមេទ័ពមិនដែលបំភ្លេចនោះឡើយនៅគុណូបការៈការធ្វើពលិកម្មរបស់យុទ្ធជនលើសមរភូមិដើម្បីបព្វហេតុជាតិមាតុភូមិនិងប្រជាជនចូលប្រសាសន៍ដែលសម្ដេចតេជោហ៊ុនសែនចាត់ទុកវីរៈកងទ័ពខ្មែរដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួនជាការពលីតាំងពីថ្ងៃដំបូងនោះមានចេតនាបែបណាទៅពិតជាប្រសាសន៍បង្ហាញនៅការបោះបង់បង្ហាញនៅការមិនគិតគូរដាច់ធម្មមេត្តារបស់សម្ដេចតេជោលើវីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហានរបស់យើងមែនឬការប្រើល្បិចចាប់វីរៈកងទ័ពខ្មែររក្សាទុកក្នុងកណ្ដាប់ដៃខ្លួនត្រូវបានគេមើលឃើញច្បាស់ពីចេតនាដ៏អាក្រក់របស់ថៃគឺយកវីរៈកងទ័ពជាចំណាត់ខ្មាំងហើយសង្កត់នៅលើតុចរចាបង្ខំឲ្យកម្ពុជាព្រមព្រៀងតាមលក្ខខណ្ឌរបស់ខ្លួនពិតជាមិនខុសនោះទេព័ត៌មានពីប្រភពដែលអាចជឿទុកចិត្តបានបង្ហាញថាថៃពិតជាយកវីរៈកងទ័ពខ្មែរទាំង18រូបធ្វើជាលក្ខខណ្ឌសង្កត់ការចរចាជាមួយកម្ពុជាជាប់ជានិច្ចប៉ុន្តែចាប់តាំងពីពេលដែលសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាសម្ដេចបានចាត់ទុកវីរៈកងទ័ពខ្មែរទាំង18នាក់បានពលីចាប់តាំងពីថ្ងៃដែលកងទ័ពថៃបានប្រើល្បិចចាប់ខ្លួនពីលើកដំបូងនោះថៃក៏លែងយកបញ្ហាវីរៈកងទ័ពខ្មែរទាំង18រូបធ្វើជាលក្ខខណ្ឌសង្កត់ទុកចរចាទៀតនោះដែរដូច្នេះប្រសាសន៍សម្ដេចតេជោហ៊ុនសែនដែលចាត់ទុកវីរៈកងទ័ពខ្មែរបានពលីនោះមិនមែនជាការបោះបង់ការគិតគូរឬមិនខ្វល់ខ្វាយលើជោគវាសនារបស់វីរៈកងទ័ពទាំង18រូបនោះឡើយផ្ទុយទៅវិញប្រសាសន៍នោះប្រៀបដូចជាខែការពារអាយុជីវិតវីរៈកងទ័ពខ្មែរទាំង18រូបដោយមិនឲ្យថៃយកពួកគេជាគោលដៅចំណាប់ខ្មាំងសង្កត់លើតុចរចាកិច្ចការទាំងឡាយជាមួយកម្ពុជាឥឡូវនេះយើងទាំងអស់គ្នាបានឃើញច្បាស់ហើយថាប្រសាសន៍សម្ដេចតេជោហ៊ុនសែនចាត់ទុកវីរៈកងទ័ពបានពលីនោះមិនបាននាំគ្រោះថ្នាក់ដល់អាយុជីវិតវីរៈកងទ័ពទាំង18រូបនោះឡើយថ្ងៃទី31ខែធ្នូឆ្នាំ2025នេះពួកគេបានវិលត្រឡប់មកមាតុភូមិកម្ពុជាប្រកបដោយសុខសុវត្ថិភាពបានជួបជុំគ្រួសារនិងសាច់ញាតិប្រកបដោយក្តីរីករាយនិងទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅបំផុតពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងលោកជំទាវបណ្ឌិតថ្នាក់ដឹកនាំជាតិនិងប្រជាពលរដ្ឋខ្មែរមុនពេលឆ្នាំ2025កន្លងផុតទៅប្រភពពីវ៉ាន់សារាយផងដែរតកតងទៅនឹងព័ត៌មានចេញពីថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា